ប្រទេសជិតខាងរបស់យើងបានកំពុងសម្រាប់ខ្លួនរបស់យើងក្នុងផ្លូវបន្តប្រទេសខ្លះបានកំពុងជាពីនប៉ុន្តែបើយើងហាក់សំខាន់នោះប្រទេសផ្សេងគឺមិនអាចនឹងជ្រៀតពីជាបានមួយចូលដល់វិទ្យាល័យមួយអាចសិក្សាបាននៅលើពិភពលោកជាពិសេសនៅតំបន់អាស៊ាននេះហើយជាពិសេសទៀតនៅក្នុងតំបន់អាស៊ាននេះដែលមាន11ប្រទេសជាប្រទេសខាងក្នុងប្រទេសក្នុងដំណាក់កាលនេះប្រទេសដែលមានអំណាចយើងធំជាងនេះគឺប្រទេសសិង្ហបុរីហើយសួរថាប្រទេសសិង្ហបុរីធំប៉ុណ្ណាប្រទេសសិង្ហបុរីបាក់ខែគឺកំពុងប្រកបតាមបទមួយអត់ទៅទេតែผมจะรอបានទៅសិង្ហបុរី2ដង3ដងតែចឹងពីឡានតាមដល់មកចាប់ត្រង់ដែរទៅណាតែចឹងប្រទេសសិង្ហបុរីតែ45គីឡូម៉ែត្រប៉ុន្តែបើយើងមើលសម្រាប់របស់យើងពីនារីរហូតមកដល់ស្លាពូជាប្រទេសក្រុង30គីឡូហើយបើយើងគិតពីរានៅប្រទេសយើងនេះរហូតដល់ស្រែកចិត្តនេះចូល70គីឡូចាំបើយើងទៅពុតថ្ងៃហ្នឹងប្រទេសសិង្ហបុរីបានសម្រាប់របស់យើងមួយប៉ុន្តែគឺជាអាម៉ាស់មួយណាប៉ុន្តែអាម៉ាស់មួយដោយសារអីព្រមព្រៀងបន្ទុករបស់គេចឹងបានន័យថាគោលនៅទីនេះត្រូវខិតខំប្រឹងប្រែងប្រឹងប្រាំស្ដាប់នឹងការបង្រៀនរបស់លោកគ្រូអ្នកគ្រូពេលត្រឡប់ទៅដល់ធ្វើការវិញត្រូវខិតខំប្រឹងប្រែងស្រង់ប្រាប់ស្ដាប់របស់ពុកម្ដាយឬអាណាព្យាបាលហើយយើងត្រូវមើលក្នុងទុករបស់យើងអ្វីដែលល្អយើងរួមគ្នាដើម្បីធ្វើអ្វីដែលអាក្រក់យើងរួមគ្នាលុបបំផាត់រួមគ្នាលុបបំផាត់មានតែមួយនេះដែលជាអ្នកកំណត់អនាគតជោគវាសនាសម្រាប់គូមួយហើយមានមួយនេះដែលជាអ្នកកំណត់ជោគវាសនារបស់ក្រុមសាស្ត្រមួយហើយមានតែមួយនេះដែលជាអ្នកជួយកំណត់ជោគវាសនាអនាគតប្រទេសជាតិរបស់យើងបាទពីព្រោះមួយជាពិតជាមនុស្សដ៏ល្អសម្រាប់ប្រទេសជាតិរបស់យើងបាទមុខក្រោយចាក់ដល់បាទប្រធានកាញ្ញាល័យនេះលោកតាពីឆ្នាំទៀតទៅគាត់ទៅបាទខ្ញុំ8ឆ្នាំទៀតទៅគាត់ដែរតែអត់មានផងបាទចឹងមានតែមួយជាអ្នកបន្តវេនចឹងបន្តវេនត្រូវកាត់ខំហាត់គាត់បន្តប្រឹងប្រែងការរៀនសូត្រពីពេលនេះមកទៅអត់ដល់ពួកកាត់ចឹងបាទខ្ញុំកាត់ខំប្រឹងប្រែងថាខ្ញុំនឹងជឿឲ្យគ្រប់វិទ្យាល័យដើម្បីជួបសម្រាប់បណ្ដាជាស្បើយរបស់ពីព្រោះប្រទេសជាតិយើងទោះមានបញ្ហាតិចតួចទៅតាមគ្រប់ដែរប៉ុន្តែរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចព្រះបរមសម្ដេចពុកម្ដាយលោកនឹងខិតខំប្រឹងប្រែងបាទដើម្បីធ្វើម៉េចឲ្យមានសេចក្ដីភាពនៅក្នុងប្រទេសបងមានឱកាសក្នុងការសិក្សាបងមើលឃើញពីការអភិវឌ្ឍរបស់ប្រទេសជាតិយើងបងមិនបានមើលឃើញខាងក្រៅប៉ុន្តែបងអាចមើលឃើញក្នុងសង្គមរបស់យើងបាទក្នុងឆ្នាំរបស់យើងមានផ្លូវជាតិលេខ3ឆ្លងកាត់បាទយើងមានផ្លូវប្រត់លើឆ្លងកាត់បាទប៉ុន្តែសម្រាប់ខេត្តកណ្ដាលរបស់យើងមានតែផ្លូវទឹកផ្លូវគោកផ្លូវអាកាសចាផ្លូវទឹកផ្លូវគោកផ្លូវអាកាសបាទផ្លូវឯងយ៉ាងបានន័យថា4សម្រាប់វិស័យភាពនៃសេដ្ឋកិច្ចជាតិមានទាំងអស់បាទផ្លូវអាកាសពលិជាអស់ថ្មីបាទស្ថិតនៅក្នុងពាក់កណ្ដាលនៃខេត្តកណ្ដាលនិងពាក់កណ្ដាលនៃខេត្តកែបរបស់យើងគឺសម្បត្តិបាទសម្បត្តិយើងបងប្អូនបានជើងទៅមើលឃើញពីអ្នកទាំងអស់របស់យើងគឺតែស្អាតប៉ុណ្ណាបាទយកចំណាត់ថ្នាក់លេខ9ក្នុងពិភពលោកដែលជាពលិជាអស់ដែលស្អាតហើយតែអាចឲ្យ
dân học học là quý chậm chọn này và hãy thâu hợp nơi còn dưới dân miền tích chiến mỹ dân miền tây chi dân miền tây chi ai thả buôn năm tiếp mình chậm là ơn tập tục buôn năm tiếp thao dạngประเด็นที่จะเราจะต้องออกสำคัญแบบที่ความการแข่งขันของทีมงานเช่นสัปดาห์หนึ่งโค้ชเรียนมนุษย์